បាទឥឡូវគូមកជាបន្តទៀតនេះគឺគូទី133ខ្សែទឹកខាងក្នុងពេជ្រកៅបូព្រឹកសែនដេកជាបាទមកពីស្រីសន្ធរខេត្តកំពង់ចាមទទួលបានការឧបត្ថម្ភពីអង្គការតុនឆៃអៀងនិងលោកជំទាវនិងព្រះចៅអធិការវត្តខ្សែទឹកខាងក្រៅក្រាំងជែកសែនជ័យរបស់កណ្ដាលស្ទឹងទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយកតេសង្ហបណ្ឌិតហ៊ីងប៊ុនហៀងនិងលោកជំទាវប៉ែនចាន់នីកំពុងនាំមុខហើយក្រាំងជែកសែនជ័យដាច់នាំមុខដាច់តែម្ដងអាចថាឈ្នះឯកឧត្តមនេះឧត្តមសេនីយ៍ក្នុងជើងទី1នេះក្រាំងជែកសែនជ័យឈ្នះហើយចាសូមចាប់ជាបន្តទៅថាឈ្នះហើយដាច់ទៀតបាទអញ្ចឹងគឺយើងទៅមើលគូបន្ត134ខ្សែទឹកខាងក្នុងដីលើទូរកាលដែលជាតេជោសែនជ័យបាទរបស់ពីមកោស្នាបាទមកពីឃុំពីមកោស្នាស្រុកស្ទឹងត្រង់ទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនខ្សែទឹកខាងក្រៅមហារាជបាទមហារាជសីធិបតីតេជាបាទរបស់ស្រុកក្រូចឆ្មាត្បូងឃ្មុំទទួលបានការឧបត្ថម្ភបាទពីសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបាទអូខ្សែទឹកខាងក្នុងហើយដីទួលរកាតេជោសែនជ័យចាកំពុងតែនាំមុខទៅលើមហារាជសីធិបតីតេជារបស់សម្ដេចកតេព្រឹទ្ធបណ្ឌិតចាប៊ុនរ៉ានីហ៊ុនសែនសម្ដេចទាំងទ្វេលោកឧបត្ថម្ភទូកទាំងពីរបាទម្ដងខ្សែទឹកខាងក្នុងបងប្អូន173នេះហើយគឺដីលើទួលរកាតេជោសែនជ័យទទួលបានជ័យជំនះសូមបន្តទៅទូកគូបន្តទៅទៀតនេះគូទី135បាទដីដូសែនជ័យបារមីព្រះអង្គខ្មៅមកពីវាលសង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយកតេសង្ហបណ្ឌិតហ៊ីងប៊ុនហៀងនិងអាដាមអ៊ុនចិន្តាបាទខេត្តបាទខ្សែទឹកខាងក្រៅនោះគឺស្រីខ្មៅមានជ័យមកពីកំពង់អំពិលពីរៀងទទួលបានការឧបត្ថម្ភពីព្រះចៅអធិការវត្តវត្តត្រាលតែម្ដងបាទវត្តបាទចំណុចជើងវត្តអីលោកសែនជ័យបានមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយកតេសង្ហបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចិន្តាដាច់តែម្ដងឈ្នះដាច់ជើងទី1បាទឥឡូវនេះបាទទូក៏កាន់តែមកបន្តទៀតហើយសម្រាប់គូពិសេសបាទគូពិសេសនេះគឺកំពុងតែបន្តមកបាទបន្ថែមទៀតបាទដែលបង្ហាញខ្លួននោះគឺគូទី136ចាខ្សែទឹកខាងក្នុងក្មួយវិរៈសែនជ័យបាទរបស់សង្កាត់ក្មួយចាបាទខណ្ឌសែនសុខរាជធានីភ្នំពេញទទួលបានការឧបត្ថម្ភពីវិជាអធិការវត្តព្រះមនីវង្សាវែងនេងបាទហើយខ្សែទឹកខាងក្រៅឯនោះតាកែវត្រៀងសុកសែនជ័យមកពីស្រុកទៀងខេត្តតាកែវទទួលបានការឧបត្ថម្ភពីអាដាមសុកពុទ្ធិវុឌ្ឍចាបាទដាច់ហើយខ្សែទឹកខាងក្រៅមកដាច់តែម្ដងតាកែវត្រាំងសុកសែនជ័យលេខ280គុតចា280គុតហើយឯកសណ្ឋានពណ៌បៃតងស្រស់ឆើតនេះហើយគឺតាកែវត្រាំងសុកសែនជ័យបាទនិយាយរួមខាងទូខេត្តតាកែវភាគច្រើនពណ៌បៃតងបាទសូម្បីតែក្រុមបាល់ទាត់រីវងសុកសែនជ័យក៏ពណ៌បៃតងដែរដើម្បីបាទសូមចាប់យកគូជាបន្តគឺគូ100ទី37ខ្សែទឹកខាងក្នុងមហិទ្ធិរិទ្ធនាគរាជសំណាងធិបតីសែនជ័យមកពីខាងកំពង់ចាមរបស់ព្រះគូចៅអធិការវត្តមហាមង្គលមហាសៀកចាមកពីខាងមហាខ្ញោងបាទកោះសដិនឥឡូវនាំមុខដាច់ហើយ263ជួយមើលគ្នាបងប្អូន263តើមែនឬក៏អត់ទេដូច269បាទ269ខ្សែទឹកខាងក្រៅប៉ុន្តែគាត់ហាក់ដូចជានៅខ្សែទឹកខាងក្នុងអញ្ចឹងថាតាមដំណើរសិនបារមីពោមាតេជោសែនជ័យរបស់អង្គការអឹងសៀគឺនៅខ្សែទឹកខាងក្រៅបាទប៉ុន្តែឥឡូវគាត់ហាក់ដូចជានៅខ្សែទឹកខាងក្នុងវិញបាទចាបាទ261បាទទូក261បាទ61នេះគឺគូទី139បាទរតនៈកុមារតេជោសែនជ័យបាទគឺមកអញ្ចឹងបានន័យថាទូកមកហត្ថរិទ្ធនាគរាជសំណាងធិបតីសែនជ័យហ្នឹងលេខ263គាត់ចូលដល់ទីមុនចាចូលដល់ទីមុនបារមីពោមាតេជោសែនជ័យចាហើយមកទៅតាមខ្សែទឹកធម្មតាសូមចាប់យកចំណែកនេះគូទី139បាទបាញ់វិញគូប្រកួតរបស់គ្រូដល់ទី9ហើយរតនកុមារតេជោសែនជ័យនោះចាបាទ38ឬក៏39បាទ139បាទគូប្រកួតរបស់គ្រូមកមុនហើយបាទខ្សែទឹកខាងក្រៅបាទចំណែកទូកជាបន្តទៅទៀតនេះបាទគឺទូក262បាទ262បាទគឺគូទី138ចាគូទី138បាទខ្សែទឹកខាងក្រៅបាទរតនៈសង្គមពងពីដែកសែនជ័យរបស់ជាសមេធី
បានដល់ទីហើយអញ្ចឹងសូមចាប់យកគូជាបន្ត271បាទគូទី140 40ចា បាទគូទី140នេះបាទខ្សែទឹកខាងក្នុងបាទដួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងបាទមកដល់ទីប្រត់មុនគូប្រកួតចា បាទគូប្រកួតរបស់ខ្លួននោះគឺវីរៈបរោះធនជ័យសុស្ដីឧត្តមមុនីចា294ក្រោយចាក្រោយបាទឥឡូវនេះមកបន្តទៀតហើយបាទ167នេះបាទគូទីបាទ167បាទគូទី140គូទី140ទេបាទគូប្រកួតដល់ទីប្រត់មុនហើយមុននេះចាដួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងរបស់ឯកឧត្តមវង្សសីពិសុទ្ធចាបានដល់ទីបាត់ហើយបាទអញ្ចឹងដោយសារទូកមកលឿនលយច្រើនពេកបាទខ្ញុំសង្ខេបលទ្ធផលឡើងវិញបន្តិច138គឺរតនសង្គមពងពៀនដែតសែនជ័យជាអ្នកទទួលបានជ័យជំនះបាទគូទី139រតនកុមារតេជោសែនជ័យជាអ្នកទទួលបានជ័យជំនះគូទី140ដួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងជាអ្នកទទួលបានជ័យជំនះឥឡូវគូទី141បវរធម្មដីគង្គគាសេរីសែនជ័យបារមីលោកតាអេងរបស់អង្គញាបណ្ឌិតឈិនកេនខ្សែទឹកខាងក្នុងលេខ176បាទតែឥឡូវនេះមើលកតុយលេខ190ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅចាអញ្ចឹងខ្សែទឹកខាងក្រៅផលបូរីសែនជ័យរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំចា